បាទខ្ញុំបាទហេងថាសវុតសូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់ព្រះសង្ឃជាទីសក្ការៈបងប្អូនយុវជនយុវតីដែលមានគំនិតជាតិនិយមហើយដែលកំពុងតាមដានអានព័ត៌មានក្នុងបណ្ដាញ Facebook និង YouTube ជាទីមេត្រីថ្មីនេះជាពិសេសកាលពីថ្ងៃច័ន្ទទី23ខែឧសភាឆ្នាំ2016កន្លងទៅនេះយើងបានឃើញតាមរយៈទូរទស្សន៍ក្នុងនិងក្រៅប្រទេសឬអន្តរជាតិក្តីបានឃើញដំណើរទស្សនកិច្ចរបស់លោកអូបាម៉ាដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកបានទៅធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសយួនបាទនេះជាយុទ្ធសាស្ត្រនយោបាយរបស់យួនដែលពោពេញទៅដោយអ្នកដឹកនាំដែលគេគិតប្រយោជន៍ប្រទេសជាតិរបស់គេបករបស់គេដើម្បីធ្វើយ៉ាងណាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក្នុងការទិញអាវុធណាយុទ្ធភ័ណ្ឌទាំងឡាយដើម្បីទប់ទល់ជាមួយចិនខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាថ្មីនេះលោកហ៊ុនសែនបានធ្វើទំនាក់ទំនងជាមួយចិននិងជាមួយប្រទេសរុស្ស៊ីដោយបងប្អូនឃើញស្រាប់ហើយដែលជាការមួយផ្ទុយនឹងលក្ខន្តិកៈរបស់គណៈបកប្រជាជនកម្ពុជាដែលបានចែងថាមិនយកលទ្ធិកុម្មុយនីសក្នុងការអនុវត្តក្នុងប្រទេសកម្ពុជាទៀតទេគឺអនុវត្តនៅលទ្ធិប្រជាធិបតេយ្យសេរីភាពនិងយុត្តិធម៌សិទ្ធិមនុស្សបាទប៉ុន្តែអ្វីដែលលោកហ៊ុនសែននិងរដ្ឋាភិបាលហ៊ុនសែនធ្វើគឺផ្ទុយស្រឡះទៅវិញខ្ញុំសូមបញ្ជាក់បងប្អូនជនជាតិខ្មែរទាំងអស់ថាយួនសប្តាហ៍ថ្ងៃនេះមានវងអ្នកនយោបាយពីរបាទវងអ្នកនយោបាយមួយគឺនិយមចិននិងរបបកុម្មុយនីសដែលកំពុងតែត្រួតពិនិត្យកាន់កាប់ប្រទេសកម្ពុជាហើយមួយទៀតគឺក្រុមអ្នកនយោបាយដែលនិយមអាមេរិកដើម្បីប្រយោជន៍ប្រទេសជាតិគេសូមបងប្អូនខ្មែរទាំងអស់មើលអ្នកដឹកនាំយួនដែលមកចាប់ដៃជាមួយលោកអូបាម៉ាសុទ្ធតែជាបញ្ញវន្តថ្មីដែលពួកកុម្មុយនីសយួនអ្នកដឹកនាំយួនខាងជើងបានដើររៀបចំឆាកល្ខោនរុញពួកនោះដើម្បីតាក់ទងអាមេរិកណាព្រោះពួកអ្នកដឹកនាំយួនខាងជើងដ៏អាក្រក់ណាដ៏ល្បិចកិច្ចកលមួយក្រុមសប្តាហ៍ថ្ងៃនេះកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រមួយដើម្បីបោកអាមេរិកដោយពួកវាទាំងនោះបានធ្វើនៅចន្លោះឆ្នាំ1960ដើម្បីបោកចិននិងសម្ដេចសៀនុនៅឆ្នាំ1970ផ្លាយ75ពួកវាបានទំនាក់ទំនងជាមួយសហភាពសូវៀតដើម្បីទប់ទល់ជាមួយចិននិងសហរដ្ឋអាមេរិកក៏ល្បិចដ៏ខ្មៅអាក្រក់របស់ពួកអ្នកដឹកនាំយួនដែលសពថ្ងៃនេះគឺស្ថិតនៅក្រោមយួនមួយក្រុមដែលនិយមកុម្មុយនីសគឺចិនបាទក៏ប៉ុន្តែពួកវាបានដើរកលល្បិចមួយដើម្បីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក្នុងការទប់ទល់ជាមួយចិនក៏ប៉ុន្តែសូមបងប្អូនមេត្តាពិចារណាថាអាមេរិកដែលទំនាក់ទំនងជាមួយនឹងយួននេះព្រោះដើម្បីសេដ្ឋកិច្ចរបស់អាមេរិកតែប៉ុណ្ណោះព្រោះយួនជាមួយលក់អាវុធដ៏ធំមួយដូច្នេះនៅពេលដែលយួនមានអាវុធយុទ្ធភ័ណ្ឌណាគ្រប់គ្រាន់យ៉ាងណាក៏ដោយបើសិនជាធ្វើសង្គ្រាមជាមួយចិនក៏ពុំអាចឈ្នះចិនដែរដូចជាចិនបានបោកពួកប៉ុលពតក្នុងការលក់អាវុធរថក្រោះយុទ្ធភ័ណ្ឌទាំងឡាយនៅចន្លោះឆ្នាំ1975-79ដោយទូទាត់ជាមួយស្រូវអង្គរកៅស៊ូខ្មែរណាទីបំផុតយួនត្រូវបានជោគជ័យលើពួកប៉ុលពតហើយពួកប៉ុលពតបានបរាជ័យដោយសារស្នាដៃយួននៅឆ្នាំ1975ដោយវងអ្នកនយោបាយយួនជាពិសេសពួកក្រុមយួនហាណូយដែលកំពុងតែកាន់កាប់ឥទ្ធិពលនិងនយោបាយនៅប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនេះមកខាងមួយក្រុមគេបានត្រួតពិនិត្យនិងរៀបចំកលល្បិចដើម្បីបោកលោកហ៊ុនសែននិងមួយក្រុមទៀតណាគេបានរៀបចំដើម្បីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកណាក្នុងន័យផលប្រយោជន៍ប្រទេសជាតិរបស់គេវាខុសនឹងលោកហ៊ុនសែនដែលកំពុងតែទំនាក់ទំនងជាមួយចិននិងប្រទេសរុស្ស៊ីដើម្បីការពារអំណាចនិងរដ្ឋាភិបាលដ៏ពុករលួយឃោរឃៅរបស់ខ្លួនតែប៉ុណ្ណោះដូច្នេះហើយប្រទេសកម្ពុជាមានគ្រោះថ្នាក់ជាទីបំផុតនៅពេលដែលប្រទេសកម្ពុជាពុំគោរពច្បាប់អន្តរជាតិច្បាប់ជាតិហើយបែរជាគោរពបុគ្គលហ៊ុនសែនដោយលោកហ៊ុនសែនបានដឹងពីអ្វីដែលលោកបានធ្វើជាពិសេសនៅពេលដែលយួនបានជ្រើសរើសក្រុមលោកហ៊ុនសែននិងហេងសំរិនណាយកមកដាក់ជំនួសលោកប៉ែនសវណ្ណនោះយួនបានដឹងពីចរិតរបស់ពួកនោះរួចទៅហើយឥឡូវលោកហ៊ុនសែនកំពុងតែយល់ឃើញថាលោកធ្វើត្រូវណាព្រោះលោកបានទៅប្រទេសរុស្ស៊ីនិងទំនាក់ទំនងជាមួយចិនដើម្បីផ្កើនជាមួយសហរដ្ឋអាមេរិកនិងដើម្បីទប់ទល់ជាមួយគណៈបកសង្គ្រោះជាតិដែលលោកយល់ថាទៅអនាគតប្រសិនបើមានការបោះឆ្នោតដោយត្រឹមត្រូវយុត្តិធម៌
ពួកលោកនឹងចាញ់ព្រោះមន្ត្រីនៅក្នុងគណៈបកប្រជាជនកម្ពុជាដែលដឹកនាំដោយលោកហ៊ុនសែនសពថ្ងៃនោះ 90% សុទ្ធតែមនុស្សអែបអបអាជ័យធ្លាក់ទឹកហើយហើយជាមនុស្សដែលពុំសមនឹងមានសមត្ថភាពខ្លាចជាឧត្តមសេនីយ៍និងរដ្ឋមន្ត្រីនោះទេដូច្នេះហើយអ្វីដែលលោកហ៊ុនសែនកំពុងធ្វើគឺដើម្បីផ្ចាញ់ណាចំពោះគណៈបកសង្គ្រោះជាតិនិងដើម្បីរក្សាអំណាចនិងគ្រួសាររបស់ខ្លួននិងបកពួកខ្លួនតែប៉ុណ្ណោះតែអ្វីដែលអ្នកដឹកនាំយួនខាងជើងកំពុងធ្វើដោយទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកគឺដើម្បីផលប្រយោជន៍ប្រទេសជាតិគេដែលកន្លងមកពួកអ្នកដឹកនាំយួនខាងជើងបានយកលទ្ធិកុម្មុយនីសធ្វើយ៉ាងណាដើម្បីឲ្យប្រទេសគេបានជោគជ័យលើសហរដ្ឋអាមេរិកនៅឆ្នាំ1975ចំណែកឯពួកខ្មែរកុម្មុយនីសមួយក្រុមនិងមានក្រុមប៉ុលពតជាដើមនោះបានយកលទ្ធិកុម្មុយនីសរបស់ខ្លួនមកបំផ្លាញប្រទេសជាតិរបស់ខ្លួនតែប៉ុណ្ណោះដែលយួនតែងតែឆ្លៀតឱកាសក្នុងនយោបាយខ្មែរដែលតែងតែជ្រៀតជ្រែកចំពោះនយោបាយខ្មែរចាប់តាំងពីឆ្នាំ1955រហូតមកដល់សប្តាហ៍ថ្ងៃដោយយួនបានសិក្សាអំពីចរិតនៃជនជាតិខ្មែរជាពិសេសអ្នកដឹកនាំខ្មែរមួយចំនួនដែលស្រឡាញ់បុណ្យស័ក្តិស្រឡាញ់អំណាចស្រឡាញ់ទ្រព្យសម្បត្តិនិងអំពើពុករលួយដូច្នេះហើយថ្មីនេះយើងបានឃើញលោកទាបាញ់ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិបានប្រព្រឹត្តអំពើផ្ទុយនឹងរដ្ឋធម្មនុញ្ញបាត់ទៅហើយលោកប្រកាសចំពោះកងទ័ពខ្មែរឲ្យទប់ទល់ជាមួយគណៈបកប្រឆាំងជាពិសេសគណៈបកសង្គ្រោះជាតិនៅពេលដែលលោកដឹងថាលោកនឹងចាញ់ឆ្នោតនៅឆ្នាំ2018ប្រសិនបើមានការបោះឆ្នោតដ៏ត្រឹមត្រូវមួយហើយថ្មីនេះបងប្អូនក៏បានឃើញហើយលោកសុកអេសានដែលជាអ្នកនាំពាក្យនៃសភាជាតិរបស់ខ្មែរណាដែលការពិតជាសភាអាយ៉ងមួយបានធ្វើសេចក្តីថ្លែងការណ៍នឹងសម្ភាសមួយយ៉ាងគួរអស់សំណើចអំពីអំពើនឹងការចាក់ចោលមាតុភូមិរបស់ប្រជាជនខ្មែរទៅប្រទេសកូរ៉េខាងត្បូងក្តីទៅប្រទេសថៃក្តីគឺលោកបាននិយាយថាការធ្វើដំណើរចាក់ចេញពីប្រទេសរបស់បងប្អូនទាំងនោះបញ្ជាក់ឲ្យឃើញថាប្រទេសកម្ពុជាដែលដឹកនាំដោយហ៊ុនសែននោះជាប្រទេសមួយអភិវឌ្ឍដែលជារឿងមួយគួរឲ្យអស់សំណើចបំផុតលោកសុកអេសានមិនមែនជាមនុស្សដែលរើសអេតចាយឬមនុស្សអវិជ្ជានៅឆ្នាំ1975នោះទេតាមខ្ញុំដឹងលោកហ៊ុនសែនតែងតែជ្រើសរើសពួកអតីតបញ្ញវន្តគ្រូបង្រៀនអ្នករាជការចំនួនសម្ដេចស៊ីនុឬចំនួនលោកលន់នល់ក្តីមកប្រើប្រាស់តែបើពួកទាំងនោះហ៊ានបញ្ចេញយោបល់ហ៊ាននិយាយការពិតលោកហ៊ុនសែននឹងដកដូច្នេះហើយអ្វីដែលលោកសុកអេសានបាននិយាយនឹងអ្នកដឹកនាំនៅក្នុងគណៈបកប្រជាជនកម្ពុជានិយាយគឺគ្រាន់តែនិយាយក្នុងន័យហៃអើតែប៉ុណ្ណោះដើម្បីបានបុណ្យស័ក្តិនិងអំណាចរបស់ខ្លួនដែលជារឿងមួយធ្វើឲ្យយួនជាពិសេសអ្នកដឹកនាំយួនដែលនិយមចិននិយមកុម្មុយនីសកំពុងតែសើចសប្បាយសប្បាយហើយកំពុងតែដើរនយោបាយមួយរុញលោកហ៊ុនសែនឲ្យកប់ក្នុងរណ្ដៅលាមកឬរណ្ដៅគ្រោះថ្នាក់មួយដែលជាកលល្បិចរបស់យួនតែងតែធ្វើបាទខ្ញុំសូមជម្រាបជូនបងប្អូនខ្មែរទាំងអស់ម្ដងទៀតថាសប្តាហ៍ថ្ងៃនេះយួនមានវងនយោបាយរបស់យួនមាន2ក្រុមដែលក្រុមមួយដែលមានឥទ្ធិពលខ្លាំងបំផុតគឺក្រុមនិយមកុម្មុយនីសចិនបាទតែពួកទាំងនេះបានប្រើនយោបាយមួយក្នុងការបោកប្រាស់សម្ដេចស៊ីនុនៅឆ្នាំ1960ផ្លាយក្នុងការបោកប្រាស់ពួកខ្មែរកុម្មុយនីសនួនជាប៉ុលពតនៅឆ្នាំ1970និងបានបោកប្រាស់ពួកកុម្មុយនីសហ៊ុនសែននៅឆ្នាំ1979រហូតមកដល់សប្តាហ៍ថ្ងៃនេះពួកយួនអ្នកដឹកនាំយួនហាណូយមានកលល្បិចយ៉ាងកខ្វក់ប្រកបដោយកលល្បិចខ្មៅក្រខ្វក់ក្នុងការបោកប្រាស់ចិនមហាអំណាចចិនក្នុងការបោកប្រាស់សហភាពសូវៀតហើយសប្តាហ៍ថ្ងៃនេះអ្នកដឹកនាំយួនកុម្មុយនីសកំពុងតែប្រើប្រាស់បញ្ញវន្តថ្មីមួយចំនួនក្មេងមួយចំនួនដើម្បីធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដើម្បីធ្វើយ៉ាងណាក្នុងការបោកប្រាស់អាមេរិកក៏ប៉ុន្តែសូមកុំភ្លេចថាសប្តាហ៍ថ្ងៃនេះប្រទេសយួនគ្រាន់តែជាម៉ួយរបស់សហរដ្ឋអាមេរិកក្នុងការលក់អាវុធតែប៉ុណ្ណោះមិនមែនជាសម្ព័ន្ធមិត្តរបស់អាមេរិកដោយយួនខាងត្បូងនៅមុនឆ្នាំ1975ឬក៏ដូចនៅប្រទេសកូរ៉េខាងជើងសៀមឬក៏ចិនតៃវ៉ាន់នោះទេអាមេរិកបានទំនាក់ទំនងជាមួយចិនក្នុងផ្លូវសេដ្ឋកិច្ចតែប៉ុណ្ណោះចំណែកឯយួនក៏ដូចនេះដែរដូច្នេះ
លោកហ៊ុនសែនខ្លួនឯងដែលកំពុងតែគៀកនឹងជាមួយនឹងប្រទេសកុម្មុយនីសជាពិសេសចិននិងរុស្ស៊ីនោះបើសិនជាលោកចូលប្រទេសចិនឬក៏សម្ព័ន្ធមិត្តជាមួយនឹងប្រទេសរុស្ស៊ីក្នុងន័យដើម្បីអំណាចដើម្បីបពពួកដើម្បីការពារនៅអំណាចរបស់ខ្លួនមិនមែនដើម្បីជាតិខ្មែរនោះនៅទីបំផុតអ្នកដែលបំផ្លាញលោកគឺយួនបាទសូមលោកកុំឌឺចំពោះសហរដ្ឋអាមេរិកនិងអង្គការសហជីវជាតិដោយលោកបានទៅគៀកជាមួយនឹងសហភាពសូវៀតឬរុស្ស៊ីឬប្រទេសចិនឲ្យសោះពួកអ្នកដឹកនាំយួនខាងជើងដែលកំពុងតែមានឥទ្ធិពលចំពោះរូបលោកជាពិសេសក្រុមយួនដែលនិយមចិននោះកំពុងតែរៀបចំផែនការប្រឡ័យពូជសាសន៍និងផែនការបង្កាត់ពូជសាសន៍មួយដែលនឹងសម្រេចឆាប់នេះគឺមន្ត្រីយួនដែលបង្កប់នៅក្នុងរដ្ឋាភិបាលហ៊ុនសែនសពថ្ងៃកំពុងតែត្រៀមខ្លួនយ៉ាងណាប្រព្រឹត្តអំពើអាក្រក់តែក្នុងនាមរដ្ឋាភិបាលលោកហ៊ុនសែនដើម្បីរុញលោកហ៊ុនសែនឲ្យចូលរណ្ដៅមរណៈដ៏ជ្រៅមួយនៅពេលដែលលោកហ៊ុនសែនហ៊ានរើពួកអ្នកដឹកនាំយួននឹងរុញលោកហ៊ុនសែនព្រោះចំណុចខ្សោយរបស់លោកហ៊ុនសែនទាំងប៉ុន្មានអំពើអាក្រក់ទាំងប៉ុន្មានដែលលោកហ៊ុនសែនបានធ្វើគឺស្ថិតនៅកណ្ដាប់ដៃយួននិងផែនការយុទ្ធសាស្ត្រយួនទាំងអស់អាមេរិកមិនបាច់និយាយជាមួយនឹងលោកហ៊ុនសែនទេព្រោះអាមេរិកបានដឹងថាលោកហ៊ុនសែនឬប្រទេសកម្ពុជាស្ថិតនៅក្រោមឥទ្ធិពលយួនដូច្នេះគេគ្រាន់តែមានទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយប្រទេសយួនទៅវាចប់បាត់ទៅហើយដូច្នេះអ្វីដែលលោកហ៊ុនសែនកំពុងតែធ្វើជាមួយនឹងប្រទេសរុស្ស៊ីនិងចិននោះគ្រាន់តែជានយោបាយណាជីករណ្ដៅកប់ខ្លួនឯងតែប៉ុណ្ណោះរឿងមួយដែលលោកហ៊ុនសែនត្រូវធ្វើលោកត្រូវតែគិតអំពីផលប្រយោជន៍ជាតិជាងផលប្រយោជន៍អំណាចរបស់ខ្លួនបើសិនជាលោកណាបើកភ្លើងខៀវយ៉ាងណាដើម្បីឲ្យមានការបោះឆ្នោតនៅប្រទេសកម្ពុជាដោយយុត្តិធម៌មួយហើយគណៈបកណាដែលឈ្នះណាលោកនឹងក្លាយជាគណៈបកប្រឆាំងនៅក្នុងគណៈបកនោះហើយប្រទេសកម្ពុជារដ្ឋាភិបាលថ្មីក្រោយឆ្នាំ2018នឹងយកសន្និសីទទីក្រុងប៉ារីសមករៀបចំប្រទេសនៅពេលនោះអន្តរជាតិនឹងសើរើរឿងទាំងឡាយហើយរដ្ឋាភិបាលថ្មីនឹងយកអាវុធដ៏មានតម្លៃដ៏មានអនុភាពខ្លាំងក្លាមួយកម្ចាត់អំពើឈ្លានពាននិងឥទ្ធិពលបរទេសមានចិននិងយួននោះដើម្បីរៀបចំប្រទេសកម្ពុជាក្រោមរដ្ឋាភិបាលថ្មីប្រសិនបើលោកហ៊ុនសែននៅតែវង្វេងដោយសពថ្ងៃនោះទេពួកអ្នកដឹកនាំយួនដែលនិយមចិនហើយដែលបានសម្រេចផែនការប្រឡ័យពូជសាសន៍និងផែនការបង្កាត់ពូជសាសន៍ហើយនឹងផែនការបង្កប់ជនជាតិរបស់គេនៅក្នុងសង្គ្រាមពង្រាយកូនដែលយួនបានប្រើប្រាស់នោះនៅទីបំផុតលោកហ៊ុនសែននឹងត្រូវយួនសម្លាប់លោកហ៊ុនសែននឹងត្រូវក្រុមយួនអ្នកដឹកនាំយួនដែលកំពុងតែបង្កប់នៅក្នុងរដ្ឋាភិបាលលោកធ្វើអំពើអាក្រក់ដើម្បីព្រោះឈាមដាក់លោកដែលយួនបានធ្វើរួចមកហើយនៅក្នុងរបបប៉ុលពតនៅសង្គ្រាមរវាងប៉ុលពតនិងយួននៅឆ្នាំ1976ទល់ឆ្នាំ79ដូច្នេះអ្វីដែលសហរដ្ឋអាមេរិកធ្វើអ្វីដែលយួនធ្វើអ្វីដែលចិននិងសហភាពសូវៀតធ្វើគឺដើម្បីផលប្រយោជន៍របស់ខ្លួនតែអ្វីដែលលោកហ៊ុនសែនកំពុងតែធ្វើមិនមែនដើម្បីប្រយោជន៍ជាតិទេគឺដើម្បីប្រយោជន៍ការពារបពពួកនឹងរូបលោកដែលជាក្រុមមនុស្សដ៏ឃោរឃៅមួយក្រុមប្រព្រឹត្តអំពើពុករលួយបណ្ដោយឲ្យយួនចូលពីពេញប្រទេសហើយពំព្រមកែខ្លួនដែលនៅទីបំផុតនឹងត្រូវចាញ់នឹងត្រូវបរាជ័យ 100% ជាពំខានសូមអរគុណសូមជម្រាបលា